សម្លម្ជូរយួនបងប្អូនគិតថាពិបាកក្នុងការធ្វើតែតាមពិតទៅងាយស្រួលធ្វើខ្លាំងមែនតែនហើយជាពិសេសគ្រឿងផ្សំក៏អត់មានអីច្រើនដែរបងប្អូនហើយថ្ងៃនេះដែរនាងខ្ញុំនឹងចែករំលែកពីវិធីធ្វើសម្លម្ជូរយួនឲ្យមានរសជាតិឆ្ងាញ់ជាពិសេសទឹកសម្លពេលដែលយើងញ៉ាំទៅមានជាតិខ្លាំងមែនតែនតែម្ដងបងប្អូនឥឡូវដើម្បីកុំឲ្យរងចាំយូរតាចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំមានដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូរបស់នាងខ្ញុំអញ្ចឹងសម្រាប់ត្រីបងប្អូនចង់ស្លត្រីក្រហមក៏បានឬក៏ស្លត្រីទុកដូចនាងខ្ញុំក៏បានដែរបងប្អូនឆ្ងាញ់ដូចតែគ្នាទេដំបូងនាងខ្ញុំយកត្រីយកមកចៀនជាមុនសិនដើម្បីនៅពេលដែលយើងស្លទៅកុំឲ្យឆ្អាបបងប្អូនសម្រាប់ការចៀននេះដែរយើងចៀនឲ្យតែក្រៀមល្មមទៅបានហើយបងប្អូនមិនបាច់ឲ្យក្រៀមខ្លាំងពេកទេណាបងប្អូនកាលណាក្រៀមពេកសាច់ត្រីយើងអស់ជាតិហើយបន្ទាប់ពីចៀនត្រីរួចរាល់ហើយនាងខ្ញុំយកខ្ទឹមសជាមួយនឹងខ្ទឹមក្រហមមកបំពងឲ្យឈ្ងុយជាមុនសិនហើយសម្រាប់ការបំពងនេះដែរគឺនាងខ្ញុំទុកដាក់ពីលើសម្លរបស់យើងដើម្បីឲ្យមានក្លិនឈ្ងុយឥឡូវឃើញថាខ្ទឹមបំពងរបស់យើងបានឈ្ងុយនិងក្រហមល្អហើយនាងខ្ញុំដួសទុកពាក់កណ្ដាលទុកដាក់ពីលើសម្លហើយទុកពាក់កណ្ដាលទៀតគឺយើងដាក់ស្លតែម្ដងបន្ទាប់មកនាងខ្ញុំបានដាក់ស្លឹកក្រូចសើចជាមួយនឹងគល់ក្រេចូលរំលែងឲ្យឡើងឈ្ងុយជាមុនសិនណាទើបនាងខ្ញុំចាក់បន្លែចូលតែម្ដងសម្រាប់បន្លែនាងខ្ញុំចាក់ម្នាស់តឡាចជាមួយនឹងក្តារចូលមុនណាបងប្អូនសម្រាប់ពេញប៉ោះនាងខ្ញុំទុកដាក់តាមក្រោយសម្រាប់បន្លែបើមានកៅអៅឈូកអីទៀតរត់តែឆ្ងាញ់បងប្អូនប៉ុន្តែថ្ងៃនេះនាងខ្ញុំរត់ទិញអត់បានអញ្ចឹងនាងខ្ញុំមានតែបន្លែប៉ុណ្ណឹងគឺនាងខ្ញុំស្លដាក់តែប៉ុណ្ណឹងតែម្ដងបន្ទាប់មកនាងខ្ញុំចាក់ទឹកដូងចូលរួចបិទគម្របរងចាំឲ្យសម្លយើងពុះទៅនាងខ្ញុំចាក់គ្រឿងផ្សំចូលសម្រាប់គ្រឿងផ្សំនាងខ្ញុំដាក់ទឹកត្រី3ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេសម្រាប់ស្ករនាងខ្ញុំអត់បានដាក់ទេបងប្អូនដោយសារទឹកដូងផ្អែមហើយជាពិសេសម្នាស់ខែនេះគឺផ្អែមឆ្ងាញ់ខ្លាំងមែនតែនតែម្ដងរួចនាងខ្ញុំចាក់ត្រីដែលបានចៀនរួចចូលទាំងអស់តែម្ដងបន្ទាប់ពីចាក់ត្រីចូលរួចហើយនាងខ្ញុំបានចាក់ប៉េងប៉ោះចូលបន្ទាប់ពីចាក់ប៉េងប៉ោះរួចហើយនាងខ្ញុំបានជ្រុំអំពិលតែម្ដងបងប្អូនសម្រាប់អំពិលបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តបន្ទាប់ពីយើងជ្រុំអំពិលរួចហើយចុងក្រោយនាងខ្ញុំបានចាក់ទឹកដោះគោស្រស់ចូលហើយសម្រាប់ម្ហូបមួយមុខនេះឆ្ងាញ់ប្លែកតែម្ដងបងប្អូនជាពិសេសរសជាតិជូរអែមហើយពេលដែលយើងហុតទឹកសម្លទៅមានជាតិឆ្ងាញ់ខ្លាំងមែនតែនបន្ទាប់មកគ្រាន់តែរោយស្លឹកជីហើយនឹងដាក់ខ្ទឹមបំពងរួចជាការស្រេចសម្រាប់ម្ហូបមួយមុខនេះនាងខ្ញុំរីកមិនឲ្យបងប្អូនញ៉ាំក្តៅទៅរសជាតិឆ្ងាញ់បងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ